នេះពុកម៉ែបងប្អូនអូយត្រីគុំហុំនោះអូខ្ញុំសាបយកនុយបកាមកស្ទូចចង់1 ម៉ោងហើយអត់មានស៊ីសោះចង់សាបមើលទៅវាស៊ីបកាអត់ថៃទឹកសាបបើអត់ស៊ីអញ្ចឹងទៅតិចដូរដាក់នុយចលែកវិញព្រោះនុយចលែកណាស់ទៅវាស៊ីហើយត្រីច្រើនហ្នឹងហើយនៅជាប់ផ្លូវទីឡានទៅមកពេញអូត្រីលំពេញហ្មងចង់ដឹងថានុយបកាវាស៊ីអត់ខ្ញុំទៅមកស្ទូចអត់ស៊ីត្រីច្រើនមែនធំមកត្រីទូកត្រីដែរយើងមកចិត្តទេខ្ញុំចោលតាមប្រឡោះនេះតាមប្រឡោះនឹងមកបែរប្រហែលម៉ែត្រត្រអត់ទៀតខ្ញុំហើយណាមចិត្តហ្នឹងតែមិនសូវម្នាក់ចាប់អារម្មណ៍កន្លែងហ្នឹងត្រីច្រើនណាស់តាមផ្លូវដើរហើយដើមដំបងមកកន្លែងហ្នឹងកន្លុកគេជីកកាយផ្លូវដាក់ស្យោទឹកទៅហើយវាចេញជាកន្លុកចឹងក៏ទឹកដក់យូរទៅក៏ចេញមានត្រីមានអីពេញហ្នឹងណាត្រីហើយអូបងប្អូនហើយពេញខ្ញុំមកស្ទូចបានរហូតស្ទូចតែខ្ញុំស្ទូចដាក់នុយចលែនហើយយើងដាក់នុយបកាដាក់អត់ស្លៀកស៊ីត្រីទឹកសាបដាក់ស៊ីនុយបកាអត់ដឹងថាបកាវាឆ្ងាញ់អត់បានសាបម្ដងញ៉ាំតែវាដែរស៊ីស្ទូចតាអត់ស្តាម្ដងនៅអត់ឥឡូវចាំមកខ្ញុំដូរនុយចលែនសិនតើវាមិនឥឡូវយើងចាប់ដើមនេះចលែនយកមកដែរនុយចលែនក៏ដាក់ស្គួរមកដែរចង់ដឹងថាបកាវាស៊ីអត់ឥឡូវចាំខ្ញុំដាក់ពីដាក់ដូរដាក់ចលែនវិញនោះត្រីអូយពេញទឹកហ្នឹងមេអូយឥឡូវខ្ញុំដូរដាក់ចលែនស្ទួយងចាំមើលវាស៊ីអត់នោះបន្តពេលដូរដាក់ចលែនមកតន់ទៅតម្លាក់ទឹកពុបមួយផ្លេតវាចាប់ផ្ដើមចឹកមិនចឹកគឹបតែវាអត់តន់ខំនឹងដូរដាក់ចលែនវិញស៊ីភ្លាមត្រីចេះស៊ីបកាមែនគេឆ្ងាញ់អត់ដឹងទិញតម្លៃឡើង 3-4 ម៉ឺនមកស្ទូចវាស៊ីដាក់ចលែនជីកគៀនត្រង់មន់ទៅមកស្ទូចវាស៊ីមិនវាចឹកតែឥឡូវវាស្ងាត់ទៅត្រីយោតំបន់នេះចាំមើលតទៅទៀតបើសិនជាបានខ្ញុំនឹងធ្វើឲ្យមើលបងប្អូនចាំទស្សនាឥឡូវសុំឈោស្ទូចសិនព្រោះដាក់កាមេរ៉ាថតអត់ដែរវាលិចទឹកអង្គុយក្នុងទឹក